ចូលរួមសោកស្ដាយឧបទ្ទយហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់កំពុងរកដកនៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10 2025វេលាម៉ោង 10:11 នាទីដោយឡានមួយគ្រឿងម៉ាក់សាំយ៉ុងបានធ្លាក់ចូលទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រីសន្ធររថយន្តមានមនុស្សចំនួន5នាក់មកគិតត្រឹមម៉ោង 17:00 ក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសមកច្រាំងទន្លេហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួនម្នាក់កំពុងរករកកត្តានាំឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនច័ន្ទដាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពរងគ្រោះក្នុងឧបទ្ទយហេតុធ្លាក់រថយន្តចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរឲ្យគោរពច្បាប់ចរាចរណ៍ប្រកបដោយការទទួលខុសត្រូវខ្ពស់